បន្លែនេះបើតាមមកដឹងពីបងប្អូនគាត់ថាបន្លែគាត់ដាំនៅជុំវិញផ្ទះបន្លែមកពីជុំវិញផ្ទះគាត់តែម្ដងការកាផ្លោកតិចមកទីតិចមកត្រាប់បញ្ញាបងប្អូនគ្នាកោមកតិចមកបងប្អូនគ្នាថ្ងៃនេះខ្ញុំមកដល់ខែទៀតហើយឥឡូវថ្ងៃនេះគឺយើងមកទិញចូលផ្សារមិញយើងទិញបានជាមួយនឹងត្រីពោហីត្រីពោត្រីប្រែនេះហើយនឹងបន្លែផ្សេងយកមកថ្ងៃនេះយើងមកធ្វើតែគ្រឿងបងប្អូនគ្នាដើម្បីយើងទៅមើលកម្មវិធីសារថ្ងៃនេះមកដល់ខេត្តមីក្តៅដែរចាំមើលតាមដានសកម្មភាពទាំងអស់គ្នាស្រួយពេកឥឡូវយើងចាប់ដើមលាងហើយយើងដាក់ចូលកញ្ច្រែងយើងលាងម្ដងមួយឥឡូវយើងចូលត្រប់បន្លែនេះបើតាមមកដឹងពីបងប្អូនគាត់ថាបន្លែគាត់ដាំនៅជុំវិញផ្ទះវាតូចចេះមែនអូនប៉ុន្តែធម្មជាតិស្រួយគាត់ថាគាត់បន្លែមកពីជុំវិញផ្ទះគាត់តែម្ដងហើយយើងតាមលាងត្រប់លាងពោតប្រាំងហើយលាងជាមួយនឹងប្រសក់សិនដល់បញ្ញាងពោតប្រាំងច្រើនស្ដៅស្អំជីវងអាណូមជូការកាផ្លោកហើយនឹងកត្រៀងខេតមែនទេកឆែតបងប្អូនឥឡូវបន្លែរបស់យើងគឺខ្ញុំបានរៀបចំរួចជាស្រេចហើយជាមួយនឹងបន្លែគ្រប់មុខហើយបន្លែហ្នឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺបងប្អូនយើងគាត់បន្លែមកពីជុំវិញផ្ទះនៅខាងខេត្តនេះគឺធម្មជាតិស្រួយមែនតើបងប្អូនគ្នាកុំឃើញណាត្រាប់តូចអញ្ចឹងឯប៉ុន្តែស្រួយហើយបើសិនជាជាមួយនឹងអានេះគេហៅកឆែតអញ្ចឹងណាប៉ុន្តែឃើញអញ្ចឹងប៉ុន្តែកាច់នឹងស្រួយហ្មងស្រួយផុសហ្មងយើងមានគ្រប់មុខតែម្ដងមានទាំងយល់បងប្អូនគ្នាអាចមើលបានណាខ្ញុំរាប់អស់ឲ្យច្រើនពេកឥឡូវយើងទៅធ្វើត្រីហើយយើងទៅធ្វើចាប់ដើមលាយគ្រឿងជាមួយនឹងសាច់ផ្សេងគេថាឥឡូវបន្លែយើងបានរួចរាល់ហើយបងប្អូនគ្នាកុំភ្លេចតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំណាឥឡូវត្រីរបស់យើងគឺយើងបានស្ងោរឆ្អិនណាឥឡូវយើងកំពុងតែប្រលះយកសាច់ហើយចោលឆ្អឹងដើម្បីយើងយកទៅកូរជាមួយនឹងគ្រឿងដាក់ជាមួយនឹងផ្សំគ្រឿងជិះយកទៅគ្រឿងឈ្ងុយឆ្ងាញ់ឥឡូវយើងមកឥឡូវយើងបានធ្វើហើយអីបងប្អូនអរគ្នាគឺតំណងយើងដាក់ជាមួយនឹងការកាផ្លោកតិចមកទីតិចមកហើយបើសិនប្រសក់យើងញ៉ាំក្រៅក៏បានដែររឿងសំខាន់ទឹកគ្រឿងជាមួយនឹងត្រប់បញ្ញាបងប្អូនអរគ្នាបានប្រហុកទៀតគឺតែឆ្ងាញ់មកប្រហុកច្រាំក៏បានចំហុយក៏បានដែរហើយយើងកូរមកតិចមកអូយអែបងប្អូនអរគ្នាណាចឹងមកហើយកាមេរ៉ាចូលនេះគៀកតិចមកngon không ngon không sao vang âm ngon gì mà
อันนี้อันนงสระเอาละแค่นี้เจอมาภาษาไม้เมืองกันเอาแค่นี้